មកនិយាយតពីព្រះសង្ឃទាំង19អង្គដែលដឹកនាំដោយព្រះសង្ឃមួយអង្គឈ្មោះថាបញ្ញាការៈជាជនជាតិវៀតណាមដែលក្នុងដំណើរធម្មយាត្រាដើម្បីសន្តិភាព work for peace ដែលបងប្អូនទាំងអស់គ្នាខមមិនមួយច្រើនមែនទែនសិតតែខមមិនល្អកែតម្រូវភាសាការនិយាយខូចទទួលស្គាល់ខូចអត់ចេះនិយាយភាសាលោកទេដោយសារតែคลิปនេះខ្ញុំពិតជាចង់ចែករំលែកបងប្អូនដឹងដោយសារថាខ្មែរយើងជាភាសាកូនខ្មែរតែអង់គ្លេសច្រើនខ្លាំងមែនទែនតែមិនក៏អត់សៀរិងរឿងនេះហើយវាធ្វើឲ្យយើងនេះវាដោយសារតែមើលឃើញថានេះបងប្អូនខ្មែរយើងនេះយើងរស់នៅទៅក្នុងតាសភាវៈវាញ៉ែញ៉ៃទាំងអស់អញ្ចឹងណាទៅខ្ញុំបានធ្វើคลิปនេះហើយក៏អរគុណសម្រាប់ comment ស្ថាបនាពាក្យខ្លះគឺខ្ញុំនិយាយខុសនិយាយត្រូវប៉ុន្តែបងប្អូនដឹងទឹកចិត្តថាខ្ញុំចង់បញ្ជូនអីដល់បងប្អូនហើយត្រឡប់មកសំណួរបងប្អូនជាច្រើនខ្លាំងមែនទែនដែលសួរថាព្រះអង្គនឹងជាតិមានសារអីខ្លះ9អង្គនឹងមានតាំងពីវៀតណាមខ្មែរឡាវថៃហើយមានអង្គផ្សេងទៀតមានសាសផ្សេងមានភូមិទៀតតែខូចអត់ដឹងថាលោកខ្មែរមិនដឹងអង្គមួយណាទេដោយសារតែខ្ញុំអត់មានពេលស្រាវជ្រាវរឿងនេះខ្លាំងណាហើយអ្វីដែលខ្ញុំសង្ស័យថាភិក្ខុបញ្ញាការៈនេះជាជនជាតិវៀតណាមនេះខ្ញុំសង្ស័យថាលោកជាខ្មែរក្រមទៀតតែអានេះគឺការសង្ស័យរបស់ខ្លួនឯងអត់មានពេលស្រាវជ្រាវណាបើសិនជាបងប្អូនទាំងអស់គ្នាមើលคลิปនេះហើយបងប្អូននិយាយភាសាអង់គ្លេសបានតាមដានរឿងនេះជួយមក comment ប្រាប់វិញផងគឺព្រះអង្គខ្មែរក្រមដូចខ្ញុំយល់អត់ដោយសារហេតុអីបានខ្ញុំគិតថាលោកជាខ្មែរក្រមក៏ដឹកនាំ work for peace នេះដោយសារគាត់បាននិយាយទេសនាទៅកាន់ពុទ្ធបរិស័ទមួយខ្ញុំរស់ខ្លាំងមែនទែនខ្ញុំមិនដែលស្ដាប់ធ្វើអីចូលហើយនេះភាសាអង់គ្លេសហើយដោយសារតែខ្ញុំនេះគឺឆ្នាំនេះខ្ញុំតាំងចិត្តរៀនភាសាអង់គ្លេសមិនមែនខ្ញុំស្ដាប់បានតែ 100% ទេខ្ញុំប្រើ AI ផងហើយខ្ញុំស្ដាប់ភាសាថៃបានផងអញ្ចឹងទៅបានខ្ញុំបានរួបរวมទិន្នន័យនេះមកឲ្យបងប្អូនទាំងអស់គ្នាតែអ្វីដែលខ្ញុំពីរោះហើយដកចិត្តស្ដាប់មានគាត់និយាយគាត់លើកពីធ្វើសេស្នាវាលវត្តសង្សារដែលតាកតងវាលវត្តសង្សារនេះដែលមនុស្សយើងកើតឈឺចាស់ស្លាប់វាលវត្តសង្សារដែលគាត់ចាស់ឈឺស្លាប់នេះគាត់និយាយទៅដល់រឿងញោមតែជាម្ដាយរបស់លោកណាញោមរបស់គាត់ដែលគាត់បន្រើញោមដូចនិស័យដូចខ្មែរយើងមិនដឹងថាម៉េចខ្ញុំមើលឃើញហើយគាត់និយាយភាសាមួយគឺដូចលោកយាយខ្ញុំនឹកឃើញពីយាយរបស់ខ្ញុំអញ្ចឹងញោមរបស់គាត់បានផ្ដាំគាត់ថាពេលដែលគាត់ស្លាប់ទៅកុំបូជាភ្លើងឲ្យគាត់ខ្លាចគាត់ក្តៅលោកក៏បាននិយាយបញ្យល់ធឿនេះមកនិយាយរឿងរ៉ាវគាត់នេះមកប្រាប់ពុទ្ធបរិស័ទខ្ញុំនឹកឃើញជីដូនខ្ញុំគាត់ធ្លាប់និយាយផ្ដាំកូនផ្ដាំចៅអញ្ចឹងលោកនេះបានមានពុទ្ធសង្ឃដីកាបញ្យល់ញោមរបស់លោកណាថាហេតុអីបានយើងត្រឡប់ទៅវិញហើយម្ដាយត្រឡប់ទៅវិញហើយមិនក៏ជិបចម្ពាក់នឹងរឿងហ្នឹងហើយនៅពេលយើងមកទៅនៅពេលយើងកប់ទៅឬក៏ដុតមិនតែយើងទៅដឹងហើយមិនចាំបាច់ចិត្តនេះជិបចម្ពាក់រឿងហ្នឹងដែលធ្វើឲ្យយើងកើតវាលវត្តសង្សារនេះចុះឡើងមិនគ្រប់ជាតិណាគេយើងកើតមកមានជិបចម្ពាក់បែបហ្នឹងអូយស្ដាប់ហើយវាភ្លឺធ្វើឲ្យយើងយល់ដឹងត្រាស់ដឹងញៀនណាត្រាស់ដឹងញៀនមែនតើហ្មងមិនត្រឹមតែនិយាយពីរឿងវាលវត្តសង្សារទេលោកនិយាយប្រៀបធៀបល្អខ្លាំងមែនទែននៅយុគសម័យនេះលោកមានសង្ឃនិកាថាយើងទាំងអស់គ្នានៅយុគសម័យនេះគឺយើងជិបមនុស្សជាទីស្រឡាញ់មិនដែលរបេះពីខ្លួនទេសឹងតែដេកអបចូលបន្ទប់ទឹកសំបីតែហិតលិមួកខ្លួនឯងដល់ស្អុយហើយคลายទៅជាកោបបានគឺស្អីអត់គាត់ប្រៀបធៀបនឹងទូរស័ព្ទស្ដាប់ហើយសើចផងកំ pl ែងផងភ្ញាក់ខ្លួនឯងអញ្ចឹងណារឿងមួយទៀតគឺរឿងការបដៅកូនអូយបើការបដៅកូនវិញខ្ញុំនឹកឃើញពីគ្រួសារខ្លួនឯងដែលបដៅកូនគាត់និយាយថានៅក្នុងសាលារៀនអីក៏ដូចគ្នាហេតុអីបដៅក្មេងដែលធ្វើខុសហៅទៅស្ដីមុខគីមុខឯងឪពុកម្ដាយចូលចិត្តថាកូនមុខគីមុខឯងប្រៀបធៀបនៅស្រុកខ្លួនឯងកូនអ្នកស្រុកកូនអ្នកស្រីឯងអញ្ចឹងដែលធ្វើនឹងដើម្បីឲ្យកូនកែប៉ុន្តែវាមិនបានឲ្យក្មេងកែទេវាធ្វើឲ្យបំបាក់ទឹកចិត្តក្មេងយើងរកវិធីក្នុងការនិយាយជាមួយក្មេងក្នុងការនិយាយបដៅក្មេងនេះបែបផ្សេងហើយព្រះអង្គឲ្យពុទ្ធដីកាមកថារបៀបបដៅអីអញ្ចឹងណាអូយថាវាល្អខ្លាំងមែនទេរឿងមួយទៀតគឺរឿងអង្គបានប្រៀបធៀបដុំបាយបើយើងមានដុំបាយមួយដុំគឺស្មើនឹងយើងមានរួចហើយព្រោះអីព្រោះបើសិនជាយើងនេះរៀនទទួលស្គាល់វារឿងមួយទៀតគឺរឿងញៀនទាំង5នេះដែលអត្ថាធិប្បាយបែបងាយយល់មែនទែនតាមស្ដាប់បងប្អូនទាំងអស់គ្នាទៅតាមស្ដាប់ភាសាអង់គ្លេសបដ ாய் ហើយបើបងប្អូនទាំងអស់គ្នាដែលចូលចិត្តស្ដាប់រឿងនេះខូចនឹងធ្វើអត្ថាធិប្បាយតែមិនមែនប៉ុស្តិ៍នេះដោយសារតែប៉ុស្តិ៍នេះគឺខូចនិយាយពីរឿងការធ្វើទីផ្សារអីអត់ចង់ដាក់ឲ្យលោកអាឡំដោយសារតែ TikTok ខូចមានច្រើនអញ្ចឹងចង់ឲ្យបងប្អូនដែលចូលចិត្តស្ដាប់ណា comment មកថាចង់បានคลิปបន្តដែលនិយាយមួយចំណុចនេះខូចនឹងធ្វើคลิปទៅដាក់ហ្នឹងទៅតាមដាននៅคลิป TikTok សមាធិហើយនឹង YouTube សមាធិរបស់ខូចមានណានិយាយពីរឿងសមាធិវិទ្យាសាស្ត្រនិយាយពីរឿងតាកតងនឹងផ្លូវចិត្តតាកតងនឹងធម្មពលតាកតងនឹងសាសនាអីផ្សេងបែបនេះអញ្ចឹងសូមបងប្អូនទៅតាមនៅ TikTok និង YouTube របស់ខ្ញុំហើយ content នេះគឺខ្ញុំឆ្លើយតបឲ្យបងប្អូនទាំងអស់គ្នាបានដឹងនៅក្នុងប៉ុស្តិ៍នេះហើយយើងនឹងទៅជួបគ្នានៅ YouTube និង TikTok សេដ្ឋីសមាធិបែបវិទ្យាសាស្ត្រអូខេ